ប្រធានបទនៅក្នុងថ្ងៃនេះមានចំណងជើងថាដេកផ្សំដួលរមួលផ្សំក្រិចកាលពីព្រេងនេះមានបុរសម្នាក់ឈ្មោះថាអាខិលជាមនុស្សដែលពូកែរកលេសជាទីបំផុតថ្ងៃមួយមេភូមិបានហៅអ្នកភូមិទាំងអស់ឲ្យទៅជួយជួសជុលផ្លូវក្នុងភូមិអាខិលវាមិនចង់ទៅទេក៏ប្រាប់មេភូមិថាលោកមេភូមិអើយខ្ញុំមិនហ៊ានចេញពីផ្ទះទេនៅថ្ងៃនេះព្រោះខ្ញុំបានឮថាមានសត្វសឹងមួយមកដេកចាំត្របាក់មនុស្សនៅផ្លូវខាងមុខឯណោះមេភូមិបានដឹងថានៅស្រុកយើងនេះគ្មានសត្វសឹងឯណាដើរផ្ដេសផ្ដាសនោះទេក៏បង្ខំឲ្យអាខិលទៅលុះដល់កន្លែងធ្វើការបានបន្តិចអាខិលក៏ធ្វើពុតជាចំពុបជើងដួលផ្ងាក្រោយរួចដេកធ្វើប្រងើយនៅលើស្មៅមេភូមិសួរថាហេតុអ្វីមិនក្រោកធ្វើការអាខិលឆ្លើយទាំងធ្ងរថាខ្ញុំដួលលើកនេះដូចជាក្រិចចង្កេះរួចរមួលសរសៃជើងអស់ហើយប្រហែលជាត្រូវដេកសម្រាកនៅទីនេះរហូតដល់ល្ងាចទើបគ្រាន់បើអ្នកភូមិទាំងអស់ដឹងថាអាខិលចង់ដេកស្រាប់ផងក៏យកលេសដួលដើម្បីបានដេកភាពខ្ជិលច្រអូសនឹងការកុហករបស់អាខិលធ្វើឲ្យការងាររបស់ភូមិបានយឺតយ៉ាវហើយអ្នកភូមិលែងឲ្យតម្លៃលើរូបគេជាការពិតណាស់មនុស្សបែបនេះអ្នកអាចជួបនៅគ្រប់ទីកន្លែងហើយសូម្បីតែយើងពេលខ្លះក៏ជាមនុស្សបែបនេះដូចគ្នាពេលនៅជាសិស្សធ្លាប់កុហកគ្រូថាមិនបានធ្វើកិច្ចការផ្ទះដោយសារតែផ្ទះនឹងដាច់ភ្លើងចេញមកធ្វើការយឺតយកលេសថាស្ទះផ្លូវទោះបីការពិតងើបយឺតក៏ដោយដូច្នេះហើយយើងក៏បានលើអំពីសុភាសិតមួយដែលបានលើកឡើងថាដេកផ្សំដួលរមួលផ្សំក្រិចយើងត្រូវតែទទួលស្គាល់ថាអ្នកណាក៏ត្រូវមានកាតព្វកិច្ចឬការងារដែលត្រូវធ្វើដែរយើងមិនអាចគេចវេះមិនធ្វើការងារនោះបានឡើយហើយប្រសិនបើមានបុគ្គលណាគេចវេះការងារនៅកន្លែងការងារនោះច្បាស់ណាស់អ្នករួមការងារនៅមិនឲ្យតម្លៃដល់បុគ្គលនោះទេនៅក្នុងសង្គមយើងគេផ្ដល់តម្លៃដល់ការឧស្សាហ៍ព្យាយាមនិងសេចក្តីស្មោះត្រង់ហើយនៅហើយបានជាព្រះគម្ពីរអេពីសូតចំពុក2ខ25បានចែងទុកយ៉ាងដូចនេះថាដូច្នេះដែលបានដោះសេចក្តីកំពូលចេញហើយនោះត្រូវឲ្យនិយាយសេចក្តីពិតនឹងអ្នកជិតខាងរៀងខ្លួនវិញត្បិតយើងរាល់គ្នាជាអវយវៈផងគ្នាទៅវិញទៅមកប្រជាម្ចាស់បានបង្គាប់ប្រាប់ថាត្រូវតែស្មោះត្រង់មិនថាការនោះតូចប៉ុណ្ណាក៏ដោយហើយត្រូវឲ្យយើងបានធ្វើការនោះដែលអស់អំពីចិត្តរបស់យើងដូចជាបានលើកនៅក្នុងព្រះគម្ពីរកូឡូសចំពុក3ខ23ថាទោះធ្វើអ្វីក៏ដោយត្រូវធ្វើឲ្យអស់អំពីចិត្តដូចជាធ្វើថ្វាយព្រះអង្គម្ចាស់មិនមែនធ្វើថ្វាយដល់មនុស្សលោកទេការបង្កើតលេសអាចធ្វើឲ្យយើងស្រួលខ្លួនបានមួយគ្រាប៉ុន្តែវានឹងបំផ្លាញចរិតលក្ខណៈនិងទំនុកចិត្តដែលអ្នកដទៃមានចំពោះយើងចូលយើងជ្រើសរើសយកភាពឧស្សាហ៍ព្យាយាមនិងភាពស្មោះត្រង់ជាត្រីវិស័យក្នុងជីវិតដើម្បីទទួលបាននូវជោគជ័យពិតប្រាកដនិងសេចក្តីសុខសាន្តក្នុងចិត្តសំណួរត្រិះរិះពិចារណានៅថ្ងៃនេះតើបងប្អូនបានគិតថាបងប្អូនមានទំនួលខុសត្រូវគ្រប់គ្រាន់សម្រាប់ឲ្យអ្នកដទៃឬប្រជាម្ចាស់អាចផ្ដល់ការងារដល់អ្នករាល់គ្នាឬនៅសូមអរគុណសូមព្រះជាម្ចាស់ប្រទានពរដល់បងប្អូនទាំងអស់គ្នា